កុមារីរងគ្រោះពេលដឹងថាឡើងតុលាការគឺភ័យរន្ធត់ឡើងញ័រខ្លួនជនល្មើសអាយុ53ឆ្នាំគឺជាអ្នករស់នៅជិតខាងបានរំលោភកុមារី2នាក់ម្នាក់អាយុ7ឆ្នាំនិងម្នាក់ទៀតអាយុ9ឆ្នាំតាមរយៈគណនី Facebook របស់ Page ឈ្មោះ Somali Mam ម៉ែចាស់បានបង្ហោះមុននេះថាអ្វីដែលខ្ញុំសូមអង្វរដល់តុលាការនោះគឺសូមមេត្តាមើលករណីកុមារីក្មេងតូចៗដែលរងគ្រោះហើយត្រូវឡើងតុលាការសូមមេត្តាកុំឲ្យលើកពេលនៅពេលដែលកុមារីទៅដល់តុលាការអីលើកទី1ទម្រាំធ្វើអារម្មណ៍ភ័យខ្លាចរបស់ពួកគាត់បានគឺត្រូវប្រើពេលយូរទាំងទៅទាំងមកវិញទី2ការឈឺចាប់របស់ពួកគាត់ត្រូវត្រឡប់បកក្រោយម្ដងហើយម្ដងទៀតកូនខ្លះត្រូវប្រកាច់និងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទី3ការចំណាយជូនទៅជូនមកគឺខ្ពស់មានបញ្ហាជាច្រើនទៀតដែលក្មេងរងគ្រោះទទួលសម្ពាធនាងខ្ញុំមានតែលើកម្រាមដៃ10សូមសំណូមពរទៅដល់តុលាការមេត្តាជួយសម្រួលផងហើយក៏សូមអរគុណដល់តុលាការដែលតែងតែរកយុត្តិធម៌ឲ្យកុមារីរងគ្រោះសូមទទួលបានការគោរពពីនាងខ្ញុំមុំសូម៉ាលី